បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃទី2ខែមិថុនាឆ្នាំ2026ហើយបងប្អូននៅក្នុងល្ងាចនេះគឺខ្ញុំសូមមើលវិភាគទៅលើតម្លៃហាងឆេងមាសដោយសារតែតម្លៃហាងឆេងមាសរយៈពេល17ថ្ងៃចុងក្រោយនេះវាបង្ហាញអំពីទម្រង់ support និង resistance វានឹងគឺច្បាស់លាស់ល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយនៅក្នុងថ្ងៃទី2នេះតម្លៃហាងឆេងមាសបើយើងគិតជាຂະຫນາດអន្តរជាតិក្នុង1អោនមានតម្លៃប្រមាណ$4,525បាទប៉ុន្តែមុននេះបន្តិចវាឡើងដល់$4,539បងប្អូនណាហើយបើគិតជាតម្លឹងមានតម្លៃប្រមាណ$5,456នៅក្នុងមួយតម្លឹងមាសហើយបើគិតជាគីឡូមានតម្លៃប្រមាណ$145,528បាទហើយបើគិតជា G ក្នុង1 G មានតម្លៃ$545បងប្អូនបាទតម្លៃហាងឆេងមាននេះបងប្អូនបើសិនបើយើងមើលតាំងពីថ្ងៃទី15ខែឧសភាឆ្នាំ2026រហូតមកដល់ថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះវាបង្ហាញថាតម្លៃហាងឆេងមាសវាឡើងទៅប៉ះតម្លៃប្រមាណ$4,576ហ្នឹងវាតែងតែមានការធ្លាក់ថ្លៃមកវិញជានិច្ចអញ្ចឹងតម្លៃ$4,576នេះបាទ$76នេះគឺជាចំណុចចាត់ទុកថាវាជាចំណុច resistance មួយដ៏ប្រកបវិជ្ជាហើយដោយសារតែវាប៉ះជាញឹកញយដងដែរប៉ុន្តែវាមិនបានបំបែកទេវាមានការ entracement កាលពីថ្ងៃទី29ខែឧសភាដែរវា entracement បំបែកមកដល់តម្លៃប្រមាណ$4,595បាទ$4,595ប៉ុន្តែក៏មានការ down trend មកក្រោមវិញមកក្រោមរហូតមកដល់តម្លៃបាទកាលពីម្សិលមិញថ្ងៃទី1ខែឧសភាហ្នឹងមានការធ្លាក់ថ្លៃរហូតដល់$4,449បាទមានការធ្លាក់ថ្លៃខ្លាំងដែរប៉ុន្តែនៅក្នុងថ្ងៃទី2នេះមានការឡើងថ្លៃមកវិញបងប្អូនណាបាទអញ្ចឹងសួរថាហេតុអ្វីបានតម្លៃហាងឆេងមាសហ្នឹងវាមិនទាន់មានការឡើងថ្លៃទៅដល់$4,600 $4,700 ឬក៏$5,000វិញដោយសារតែកត្តាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាទើបមិនបានជំរុញឲ្យមាសមានការឡើងថ្លៃខ្លាំងនោះទេបងប្អូនណាបាទវាឡើងថ្លៃដែរប៉ុន្តែឡើងថ្លៃមកប៉ះតែចំណុច$4,576ហ្នឹងទេក៏មានការធ្លាក់ថ្លៃមកវិញហើយចំណុចដែលមាសមានការធ្លាក់ថ្លៃទី1គឺមកប៉ះsupport ទី1របស់ខ្ញុំដែលខ្ញុំបានដាក់នៅក្នុងតម្លៃ$4,450និង support ទី2របស់ខ្ញុំគឺនៅ$4,367នេះបាទអញ្ចឹងវាមកប៉ះsupport ទី1និង support ទី2របស់ខ្ញុំនៅពេលណាដែលវាប៉ះ support ទី1ឬក៏ support ទី2នៅក្នុងតម្លៃខាងក្រោមនេះមាសក៏វាតែងតែមានការឡើងថ្លៃមកវិញបងប្អូនហើយចំណុចដែលវាមានការឡើងថ្លៃទី1មកប៉ះ$4,530ឬក៏តម្លៃ$4,576នៅតម្លៃខាងលើនឹងតែម្ដងបងប្អូនបាទគ្រាន់តែតម្លៃ$4,576នេះគឺជា resistance មួយដ៏រឹងមាំខ្លាំងបំផុតរយៈពេល17ថ្ងៃចុងក្រោយនេះរាប់ចាប់តាំងពីថ្ងៃទី15ខែឧសភារហូតមកដល់ថ្ងៃទី2ខែមិថុនាហ្នឹងបងប្អូនបាទមានកត្តាពីក្រោយដែលមិនបានជំរុញឲ្យតម្លៃហាងឆេងមាសមិនទាន់បំបែកទៅលើទីនោះទេដោយសារតែការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ហ្នឹងមិនទាន់មានដំណើរការល្អទេបងប្អូនកាលពីសប្តាហ៍មុនយើងឃើញថាមានព័ត៌មានល្អខ្លាំងមែនទែនដែលពិភពលោកត្រៀមនឹងអបអរសាទរដែលថាអាមេរិកនិងអ៊ីរ៉ង់អាចនឹងបញ្ចប់សង្គ្រាមជាមួយនឹងគ្នាហើយអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឲ្យនាវាអន្តរជាតិធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ដូចជាការនាំទំនិញឬក៏ប្រេងឆៅអីចេញពីតំបន់មជ្ឈិមបូព៌ាមកលក់នៅលើទីផ្សារពិភពលោកអីអញ្ចឹងវិញបងប្អូនបាទប៉ុន្តែមកដល់ថ្ងៃទី2ខែឧសភានេះខាងអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz នេះទាំងស្រុងតែម្ដងហើយក៏មិនចូលទៅចរចាជាមួយនឹងខាងសហរដ្ឋអាមេរិកទៀតនោះទេបងប្អូនទាំងអស់គ្នាបាទហើយខាងសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងថ្ងៃនេះក៏ថាអាមេរិកទោះបីជាអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ឬក៏អ៊ីរ៉ង់មិនចូលមកចរចាដើម្បីស្វែងរកសន្តិភាពយ៉ាងណាក៏ដោយប៉ុន្តែខាងសហរដ្ឋអាមេរិកមានគោលជំហរនៅក្នុងការចរចាជាមួយនឹងខាងអ៊ីរ៉ង់វិញអីអញ្ចឹងជាដើមបងប្អូនបាទដូច្នេះហើយតកតើងទៅលើអ្វីដែលអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ហើយរវាងអាមេរិកនិងអ៊ីរ៉ង់មិនមានការចរចាគ្នានេះហើយទើប
វាមិនបានជំរុញឲ្យមាសមានការឡើងថ្លៃនោះទេបងប្អូនទើបយើងឃើញថាតម្លៃហាងឆេងមាសរយៈពេល17ថ្ងៃចុងក្រោយដូចខ្ញុំបានជម្រាបជូនបងប្អូនមុនហ្នឹងអញ្ចឹងគឺវាឡើងមកប៉ះតែ$4,576ទេវាប៉ះតម្លៃហ្នឹងហើយធ្លាក់បាទវាឡើងមកប៉ះតម្លៃហ្នឹងធ្លាក់អញ្ចឹងបងប្អូនទាំងអស់គ្នាតម្លៃ$4,576នេះគឺជាតម្លៃមួយដែលរឹងមាំខ្លាំងបំផុតនៅពេលណាដែលតម្លៃហាងឆេងមាសឡើងមកប៉ះតម្លៃនឹងម្ដងទៀតបងប្អូនអាចចុចធ្វើការ sell បានបាទធ្វើការ sell ទៅដោយសារតែហេតុអីបើសិនបើយើង sell នៅក្នុងតម្លៃហ្នឹងហើយវាប្រែប្រួលដូចទៅនឹង history វាកន្លងមកបងប្អូនក្នុងមួយឡតសាយបងប្អូនអាចមានឱកាសចំណេញខ្ទង់ចន្លោះពី$2,000ទៅ$10,000បាទពី$2,000ទៅ$10,000បើសិនមកវាចុះមកប៉ះ support ទី1អាចនឹងចំណេញលើ$10,000ទៀតបងប្អូនអាចនឹងចំណេញ$12,600នោះបាទប៉ុន្តែខ្ញុំថាយើងត្រឹមតែពី$2,000ទៅ$10,000ទៅបានហើយប៉ុន្តែបើសិនមកយើងមើលជាក់ស្ដែងបើសិនមកយើងបាន sell នៅក្នុងតម្លៃ$4,576នឹងម្ដងទៀតមែនណាវាមកប៉ះ support ទី1បងប្អូនចំណេញបានលើសពី$10,000គឺ$12,600តែបើវាចុះមកប៉ះ support ទី2ចំណេញកាន់តែច្រើនទៅទៀតគឺបងប្អូនមានឱកាសចំណេញរហូតដល់$20,000បាទ$21,000នោះបាទ$21,000បាទគឺចំណេញច្រើនមែនទែនបងប្អូនអរគ្នាបាទអញ្ចឹងពេលណាដែលតម្លៃហាងឆេងមាសហ្នឹងវាចុះមកប៉ះ support ទី1បងប្អូនអាចបាយបានឬក៏បើសិនបើកាន់តែល្អតែម្ដងមកប៉ះ support ទី2$4,367នេះក៏កាន់តែល្អជាងនឹងទៅទៀតមានន័យថា support ទី2នេះបងប្អូនបាយទៅភាគរយច្រើនបើសិនបើជាប់ hold ក៏មានសង្ឃឹមខ្ពស់ថាតម្លៃហាងឆេងនេះវានឹង up trend ត្រឡប់ឡើងមកវិញដើម្បីឲ្យបងប្អូនកាត់យករួចខ្លួនឬក៏ឲ្យបងប្អូនមានឱកាសចំណេញ$4,000-5,000ទៅ$10,000មកវិញផងដែរនឹងបើសិនបើបងប្អូនបានបាយនៅក្នុងចំណុច support ទី2ត្រឡប់មកវិញបងប្អូនណាបាទប៉ុន្តែឥឡូវដោយសារតែតម្លៃហាងឆេងនេះវានៅតម្លៃ$4,530បាទអញ្ចឹងតម្លៃ$4,530នេះវាមិនទាន់ឡើងមកប៉ះresistance ឬក៏ចុះមកប៉ះ support ទេអញ្ចឹងសួរថាតើតម្លៃបច្ចុប្បន្ន$4,530ហ្នឹងយើងគួរ sell ឬក៏គួរ buy បើសិនបើបងប្អូនចង់ទៅចូលទៅធ្វើការជួញដូរដើម្បីស្វែងរកផលចំណេញតម្លៃបច្ចុប្បន្ន$4,530នេះខ្ញុំសូម recommendation ថាបងប្អូនគួរតែចូលទៅធ្វើការ sell បាទ sell now នៅក្នុងតម្លៃបាទ$4,530ទៅបងប្អូនបាទ$4,530បងប្អូនកំណត់ stop loss នៅ$4,545និងកំណត់ take profit នៅ$4,408មួយឡតសាយបងប្អូនយកឱកាសចំណេញប៉ុន្មាន$4,000បងប្អូនបាទយកឱកាសចំណេញ$4,000ទៅ$5,000តែម្ដងបាទអញ្ចឹងមានថាតម្លៃបច្ចុប្បន្នបងប្អូន sell now ក៏បានដែរប៉ុន្តែមានឱកាសចំណេញខ្ទង់$4,000-5,000ដែរចំណេញបានច្រើនគួរសមដែរប៉ុន្តែបើសិនតម្លៃហាងឆេងមាសហ្នឹងវាប្រែប្រួលមកប៉ះ resistance ដែលជា resistance ដែលមានគ្រឹះរឹងមាំឬក៏តម្លៃហាងឆេងមាសរយៈពេល17ថ្ងៃចុងក្រោយរាប់ចាប់តាំងពីថ្ងៃទី15ខែមេសាសំទោសថ្ងៃទី15ខែឧសភាមកដល់ថ្ងៃទី2ខែមិថុនានេះបាទយើងឃើញថាតម្លៃហាងឆេងមាសមិនទាន់បំបែកតម្លៃ$4,576ហ្នឹងឡើងទៅលើទៀតនោះទេហើយបងប្អូនកុំសង្ឃឹមថាមាសហ្នឹងនឹងបន្តឡើងបើសិនអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz បងប្អូនណាបាទហើយកាលពីប្រហែលសប្តាហ៍មុនសហរដ្ឋអាមេរិកបានគម្រាមអ៊ីរ៉ង់ហើយថាបើសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz អាមេរិកនឹងអាចបើកការវាយប្រហារលើកទី3ទៅលើប្រទេសអ៊ីរ៉ង់អាចនឹងធ្ងន់ធ្ងរជាងលើកទី1និងលើកទី2ទៀតប៉ុន្តែខ្ញុំមើលទៅលោក Donald Trump មិនវាយទេលោក Donald Trump ចង់ចរចាច្រើនជាងការវាយប្រហារបងប្អូនណាបាទអញ្ចឹងការចរចាប្រហែលលើកប្រហែលសារហើយមិនត្រូវគ្នាទេបងប្អូនអញ្ចឹងកាលណាមិនត្រូវគ្នានេះទៀតសោតវាក៏មិនទាន់ជំរុញឲ្យមាសមានការឡើងថ្លៃដែរអញ្ចឹងតម្លៃ$4,576នេះគឺជាតម្លៃមួយដែលតម្លៃហាងឆេងមាសមិនទាន់បំបែកបានទេហើយបើសិនមាសនឹងឡើងមកក្បែរ$4,576ឬក៏ប៉ះ$4,576ឬក៏ឡើង break $4,576ទៅ$4,508ឬក៏$4,509ក៏បងប្អូនអាច sell បានដែរបាទក៏អាច sell បានដែរឱកាសចំណេញបងប្អូនយកពី$2,000ទៅ$10,000បាទប៉ុន្តែបើសិនបើកំណត់ target take profit ទៅតាម support ទី1ឬក៏ support ទី2របស់ខ្ញុំនេះមួយឡតសាយចន្លោះពី$10,000ទៅ$20,000
បាទ10000ទៅ20000ដុល្លារតែម្ដងបាទនេះគឺជាឱកាសនៃការជួញដូរទីផ្សារហាងឆេងមាសដើម្បីស្វែងរកនូវផលចំណេញបានច្រើនមែនទែនបងប្អូនទាំងអស់គ្នាណាបាទហើយបើសិនបើវាចុះមកប៉ះ support ទី1ឬក៏ទី2បាទជាពិសេសទៅលើ support ទី2តែម្ដងអញ្ចឹងបើសិនបើវាចុះមកប៉ះ support ទី2បងប្អូនបាយបាទបងប្អូនបាយទៀតហើយចំណុច support ទី2 4367នេះបាទ4367នេះគឺជាតម្លៃមួយដែលបងប្អូនអាចបាយបានហើយបើសិនបើជាប់ hold ក៏ hold មានភាគរយច្រើនតម្លៃហាងឆេងមាសនឹងត្រឡប់ up trend ឡើងមកលើវិញដើម្បីបង្កើតឱកាសចំណេញឲ្យបងប្អូនបានចំណេញម្ដងទៀតផងដែរបាទនេះគឺជាឱកាសនៃការជួញដូរទៅលើទីផ្សារហាងឆេងមាសនៅក្នុងថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះតែម្ដងបងប្អូនអញ្ចឹងមិនថានៅក្នុងថ្ងៃអង្គារទី2ឬក៏ថ្ងៃពុធថ្ងៃភ័សថ្ងៃសុក្រទេបើសិនតម្លៃហាងឆេងមាសវាឡើងមកប៉ះ resistance 4576បងប្អូន sell បាទឬក៏វាប៉ះ support ទី1ឬក៏ support ទី2 4367បងប្អូនបាយបងប្អូនជួយដូរនៅក្នុងចន្លោះអ្វីដែលខ្ញុំបានធ្វើការវិភាគជូននឹងសិនទៅបងប្អូននឹងទទួលបានឱកាសចំណេញហើយនៅក្នុងសប្តាហ៍ហ្នឹងហើយឱកាសចំណេញច្រើនទៀតផងបាទមិនថាយប់ហ្នឹងយប់ថ្ងៃទី2យប់ថ្ងៃទី3បាទឬក៏យប់ថ្ងៃទី4ឲ្យថាតម្លៃហាងឆេងមាសវាឡើងមកប៉ះ resistance sell ចុះមកប៉ះ support ទី1ឬក៏ support ទី2បងប្អូនព្យាយាមបាយវិញ100%បងប្អូននឹងមានភាគរយចំណេញបានច្រើនមួយឡតខ្ទង់1000ឬក៏2000ទៅ10000ឬក៏ពី10000ទៅ20000ដុល្លារបងប្អូនចង់ដឹងព័ត៌មានលម្អិតសូមតាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទនិង link Telegram ដែលមាននៅក្នុង caption ខាងលើផងដែរបងប្អូនហើយបន្តិចទៀតខ្ញុំនឹងចេញជាវីដេអូទី2វិភាគតាក់ទងទៅលើឱកាសនៃការជួញដូរទៅលើរូបបិយប័ណ្ណមួយដែលខ្ញុំតែងតែជម្រាបជូនបងប្អូនកន្លងមកថាវាមានឱកាសល្អនៅក្នុងការជួញដូរហើយឥឡូវនេះវាកំពុងតែបង្កើតឱកាសម្ដងទៀតជូនដល់បងប្អូនអរគ្នាដើម្បីស្វែងរកផលចំណេញផងដែរអញ្ចឹងវីដេអូតាក់ទងទៅលើការវិភាគឱកាសនៃការជួញដូរតម្លៃហាងឆេងមាសប្រចាំថ្ងៃទី2ឬក៏ប្រចាំសប្តាហ៍នេះទៅលើឱកាសហាងឆេងមាសគឺខ្ញុំជម្រាបជូនប៉ុណ្ណឹងទៅលើ support resistance ដែលតម្លៃហាងឆេងមាសនៅក្នុងរយៈពេល17ថ្ងៃចុងក្រោយនេះវាបង្ហាញអំពី support និង resistance ច្បាស់លាស់ណាស់ដើម្បីឲ្យបងប្អូនចូលទៅធ្វើការជួញដូរបង្កើនផលចំណេញផងដែរបងប្អូនហើយបើសិនបើបងប្អូនមានចំណុចអីផ្សេងៗអាចតាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទ010 36 083ឬក៏ link Telegram ផងដែរបងប្អូនបាទសូមអរគុណបាទ